ប្រាក់ខែឡើងពី200ទៅ300ទេប៉ុន្តែអាការបង់រំលោះវាបែរកើនពី100ទៅ300ទៅវិញឬក៏អាចចំណាយនឹងវាទៅកើនពី100ទៅ300ទៅវិញអញ្ចឹងពេលខ្លះបងប្អូនត្រូវយល់មិនមែនយើងអត់លុយទេគឺយើងខ្វះលុយពាក្យថាខ្វះលុយនិងអត់លុយខុសគ្នាអត់លុយគឺអត់មានលុយតែម្ដងប៉ុន្តែខ្វះលុយការពិតលុយច្រើនជាងមុនហើយនៅតែខ្វះមូលហេតុចង់ភ្លឺខ្លាំងក៏បានភ្លឺល្មមក៏បានCampaign ថ្នាំពណ៌ជាតិស្រស់ស្អាតហើយជូតបានយូរបាទជំរាបសួរថ្ងៃនេះមកដល់រឿងសំខាន់មួយខ្ញុំអាចនិយាយថាសំខាន់ទៅតែមែនតើភាពសំខាន់របស់វានេះគឺគេហៅថាកម្រិតពិភពលោកដោយសារតែស្ដាប់ទៅវាខ្លីទេប៉ុន្តែបើសិនជាយើងនិយាយជារួមមកយើងអាចយល់អំពីយើងហៅថាម៉ាស៊ីនសេដ្ឋកិច្ចសកល Global Economic Machine ម៉ាស៊ីនសេដ្ឋកិច្ចសកលតែដោយសារតែពេលវេលាត្រឹម 5-6 នាទីអញ្ចឹងខ្ញុំសូមយកជ្រុងមួយនៃម៉ាស៊ីនសេដ្ឋកិច្ចសកលបំបែកចេញមកបង្កើតជាម៉ាស៊ីនសេដ្ឋកិច្ចគ្រួសារសូមអញ្ចឹងណាបងប្អូនណាខ្ញុំពុះនិយាយទៅពុះអាម៉ាស៊ីនសេដ្ឋកិច្ចសកលហ្នឹងមកតម្លើងចេញជាម៉ាស៊ីនសេដ្ឋកិច្ចគ្រួសារហើយឲ្យបងប្អូនបានអាបង្គំនៃម៉ាស៊ីនសេដ្ឋកិច្ចគ្រួសារហ្នឹងគឺប្រើដើម្បីធ្វើឲ្យសេដ្ឋកិច្ចគ្រួសារយើងហ្នឹងចម្រុងចម្រើនបានទុកពិភពលោកឲ្យនៅពិភពលោកចោះបង្កើតពិភពលោកខ្លួនឯងសម្រាប់ខ្លួនឯងនិងគ្រួសារខ្លួនឯងអញ្ចឹងអនុញ្ញាតឲ្យខ្ញុំដាក់បង្គំ3ណាបាទគ្រឿងបង្គំ3ដើម្បីឲ្យទៅជាម៉ាស៊ីនសេដ្ឋកិច្ចគ្រួសារគ្រឿងបង្គំទី1កុំឲ្យបំណុលកើនលឿនជាងចំណូលបងប្អូនស្រាប់តណាហ្នឹងនេះគេហៅថាគ្រឿងបង្គំសេដ្ឋកិច្ចទី1កុំឲ្យបំណុលកើនលឿនជាងចំណូលយើងទទួលស្គាល់ថានៅក្នុងជីវិតដែលយើងរស់នៅក្នុងបរិបទសកលភាវូបនីយកម្មរបបសេដ្ឋកិច្ចមូលធនរឿងបំណុលគឺជារឿងដែលពិបាកជៀសខ្លាំងណាស់ហើយយើងភាគច្រើនកើតមកមិនមានគេអាករដែលមកសល់សម្រាប់ទុកចាយទេគឺខំរៀនខំរកខំប្រឹងណាស់អញ្ចឹងហើយបានខ្ញុំបញ្ជាក់ខំរៀនខំរកខំប្រឹងធ្វើការតែអ្វីដែលត្រូវធ្វើឲ្យប្រកបកុំឲ្យអាបំណុលហ្នឹងវាកើនលឿនជាងចំណូលពួកពេលខ្លះយើងភ្លេចខ្លួនណាប្រាក់ខែឡើងពី200ទៅ300ទេប៉ុន្តែអាការបង់រំលោះវាបែរកើនពី100ទៅ300ទៅវិញឬក៏អាចចំណាយនឹងវាទៅកើនពី100ទៅ300ទៅវិញអញ្ចឹងពេលខ្លះបងប្អូនត្រូវយល់មិនមែនយើងអត់លុយទេគឺយើងខ្វះលុយពាក្យថាខ្វះលុយនិងអត់លុយខុសគ្នាអត់លុយគឺអត់មានលុយតែម្ដងប៉ុន្តែខ្វះលុយការពិតលុយច្រើនជាងមុនហើយនៅតែខ្វះមូលហេតុយើងបានបណ្ដោយឲ្យបំណុលវាកើនហួសចំណូលរបស់យើងទៅហើយអញ្ចឹងបើទោះបីជាយើងមានចំណូលប៉ុណ្ណាយើងនៅតែខ្វះលុយអញ្ចឹងទី1បងប្អូនទៅទប់ឲ្យជាប់ទី2កុំចង់ឲ្យចំណូលវាកើនលឿនជាងផលិតភាពសារនេះខ្ញុំបញ្ជូនទៅមិនថាតកែមិនថាបុគ្គលិកទេឬក៏មិនថាអ្នកធ្វើការអ្វីប្រកបអាជីពអ្វីទេពួកពេលខ្លះយើងត្រូវគិតថាយើងទៀមទាចង់បានច្រើនតែធ្វើតិចចង់រីកចម្រើនតែចង់ស្រួលខ្ជិលចង់បានច្រើនអាចបើសិនតែគេឆ្លាតគេអាចធ្វើតិចបានច្រើនមែនប៉ុន្តែសួរថាឆ្លាតនោះវាឆ្លាតយ៉ាងម៉េចអញ្ចឹងអ្វីដែលខ្ញុំចង់ចែកម្លែកក្នុងចំណុចទី2នេះគឺឲ្យចាំពាក្យផលិតភាពពាក្យថាផលិតភាពមានន័យថាលទ្ធភាពឬសមត្ថភាពដែលយើងអាចផលិតបានឬក៏អាចបង្កើតចំណូលបានអញ្ចឹងបើយើងមានលទ្ធភាពសមត្ថភាពត្រឹមឧបមាថាបើថាធ្វើការចោះថាបានប្រាក់ខែ500កុំប្រាថ្នា700ឬ1000ពីព្រោះបើយើងបាន700 1000មែនមានន័យថាអ្វីដែលយើងបានហ្នឹងគឺនាំឲ្យមកខាងទៀតបាត់បងប្អូនត្រូវយល់ចេះប្រាក់ខែរបស់យើងគឺជាចំណាយរបស់ក្រុមហ៊ុនហើយក្រុមហ៊ុនដែលផ្ដល់ប្រាក់ខែឲ្យយើងគឺពឹងយើងបង្កើតចំណូលឲ្យក្រុមហ៊ុនវិញចុះបើយើងចង់តែបានប្រាក់ខែច្រើនតែដល់ពេលទៅរកចំណូលឲ្យក្រុមហ៊ុនយើងរកអត់បានសួរថាក្រុមហ៊ុនខាតអីចំណេញចម្លើយថាក្រុមហ៊ុនខាតអញ្ចឹងបងប្អូនសួរថែមទៅទៀតថាចុះបើក្រុមហ៊ុនខាតឬស្ថាប័នខាតស្ថាប័ននឹងអាចរស់បានប្រមាណទៀតដើម្បីបើកប្រាក់ខែឲ្យយើងអញ្ចឹងបងប្អូនចង់បានច្រើនដើម្បីសម្រាប់ស្ថាប័នខ្លួនឯងឬក៏បងប្អូនចង់បង្កើនផលិតភាពខ្លួនឯងឲ្យច្រើនដើម្បីសង្គ្រោះស្ថាប័នឬក៏ធ្វើឲ្យស្ថាប័នរីកចម្រើនអញ្ចឹងចំណុចទី2ដែលថាកុំឲ្យចំណូលកើនលឿនជាងផលិតភាពនេះគឺន័យដោយខ្លីគឺថារកសមត្ថភាពបង្កើនសមត្ថភាពខ្លួនឯងឲ្យខ្លាំងរកចំណូលឬក៏ធ្វើការឲ្យក្រុមហ៊ុនឲ្យបានច្រើនជាអតិបរមាឲ្យវាច្រើនលើសលប់លើប្រាក់ខែរបស់យើងលើកញ្ចប់ផលប្រយោជន៍របស់យើងអាហ្នឹងបានយើងបានមកមានសុវត្ថិភាពការងារហើយស្ថាប័នរបស់យើងរីកចម្រើនចំណុចទី3ដែលជាចំណុចចុងក្រោយ
ត្រូវខំធ្វើឲ្យគ្រប់បែបយ៉ាងដើម្បីឲ្យផលិតភាពយើងកើនឡើងអានេះវាភ្ជាប់ពីចំណុចទី2មកតែម្ដងពេលខ្លះសមត្ថភាពនៅដដែលធ្វើការដដែលអីស្អីនៅដដែលតែការប្រាថ្នាចង់បានគឺច្រើនឡើងបងប្អូនគិតបញ្ច្រាស់វិញឲ្យសមត្ថភាពនឹងវាច្រើនឡើងឲ្យលទ្ធភាពយើងនឹងវាច្រើនឡើងឲ្យទេពកោសល្យយើងនឹងវាច្រើនឡើងឲ្យជំនាញយើងនឹងវាខ្លាំងឡើងបង្កើនអានឹងវិញអានឹងហើយដែលយើងហៅថាយើងរកគ្រប់វិធីទាំងអស់ដើម្បីថាធ្វើម៉េចឲ្យយើងមានផលិតភាពនឹងខ្ពស់ជាងមុនពាក្យមួយទៀតគេនិយាយថាអញ្ចេះគេថាបើអ្នកឯងធ្វើការច្រើនជាងប្រាក់ខែដែលអ្នកឯងទទួលបាននៅពេលបច្ចុប្បន្នដល់ថ្ងៃអនាគតអ្នកឯងនឹងបានប្រាក់ខែច្រើនជាងអ្វីដែលអ្នកធ្វើអង់គ្លេសគេនិយាយថា if you do more than you pay you will be paid more than you do អញ្ចឹងប្រឹងពង្រីកសមត្ថភាពធ្វើការឲ្យបានច្រើនជាអតិបរមាកុំខ្វល់ថាយើងធ្វើបានច្រើនណាស់ហើយក្រុមហ៊ុនឲ្យយើងតិចណាស់មិនបាច់បារម្ភទេអ្នកដែលមានសមត្ថភាពធ្វើការបានច្រើនមានផលិតភាពខ្ពស់ប្រាក់ខែវានឹងមកតាមក្រោយហើយពេលដែលវាមកយើងនឹងដឹងថាមិនបានវាទៅជាលើសពីការរំពឹងទុកយើងឆ្ងាយមែនមូលហេតុដែលវាលើសការរំពឹងទុករបស់យើងឆ្ងាយគឺដោយសារតែយើងធ្វើដោយមិនរំពឹងយើងដឹងតែប្រឹងធ្វើឲ្យបានច្រើនហើយយើងមិនរំពឹងផលតបស្នងវិញឲ្យសន្ធឹកសន្ធាប់ទេប៉ុន្តែនៅពេលដែលយើងប្រឹងបានច្រើនផលតបស្នងមកយើងវិញ 100% ហ្មងយ៉ាងតិចលើសការរំពឹងទុកអញ្ចឹងនេះជាគន្លឹះ3ចំណុចដែលខ្ញុំពុះចេញពីម៉ាស៊ីនសេដ្ឋកិច្ចសកលមកបង្កើតម៉ាស៊ីនសេដ្ឋកិច្ចគ្រួសារហើយបងប្អូនយកគន្លឹះនេះយកទៅផ្គុំបង្កើតម៉ាស៊ីនខ្លួនឯងហើយមើលវាទី1កុំឲ្យបំណុលកើនលើសចំណូលដើម្បីយើងមានប្រាក់សន្សំទី2កុំចេះតែចង់បានលើសពីសមត្ថភាពដែលខ្លួនអាចផលិតបានទី3បង្កើនអាសមត្ថភាពផលិតរបស់យើងនឹងឬក៏បង្កើនអាសាច់ការនឹងឲ្យបានខ្លាំងជាងប្រាក់ខែឬក៏ជាងអ្វីដែលយើងចង់បានអញ្ចឹងបងប្អូននឹងមានម៉ាស៊ីនសេដ្ឋកិច្ចមួយដែលល្អដើរល្អណាស់ហើយម៉ាស៊ីនហ្នឹងអ្នកណាក៏ចង់ទិញអ្នកណាក៏ចង់ប្រើដែរសូមអរគុណនិងអរគុណបាទ ចង់ភ្លឺខ្លាំងក៏បាន ភ្លឺល្មមក៏បាន Campaign ថ្នាំពណ៌ជាតិស្រស់ស្អាតហើយជូតបានយូរ